Hello everyone បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសរបស់យើងជាបន្តទៀតអូខេតោះយើងទៅសិក្សាទាំងអស់គ្នាតែម្ដងនោះគឺ1ខ្ញុំលើកដៃរបស់ខ្ញុំបាទភាសាអង់គ្លេស I raise my hand I raise my hand បាទមានន័យថាខ្ញុំលើកដៃរបស់ខ្ញុំបាទលើកដៃសួរសំណួរក្នុងអំឡុងពេលដែលឆ្ងល់ឬមួយក៏លើកដៃធ្វើអ្វីមួយអញ្ចឹងទៅបាទបន្តទៀតខ្ញុំរងចាំការឆ្លើយតបបាទរងចាំការឆ្លើយតប I wait for a reply I wait for a reply I wait for a reply នោះមានន័យថាខ្ញុំរងចាំការឆ្លើយតបបាទអញ្ចឹងឆ្លើយតបអ្វីមួយពីសំណាក់នរណាម្នាក់ឬក៏ច្រើនគ្នាអញ្ចឹងទៅខ្ញុំឆ្លើយសំណួរបាទខ្ញុំឆ្លើយសំណួរភាសាអង់គ្លេស I answer questions I answer questions I answer questions បាទអញ្ចឹងពាក្យថា question គឺយើងប្រែថាសំណួរ answer ឆ្លើយបាទអញ្ចឹងគឺបន្ទាប់ពីលើកដៃសួរហើយគឺឆ្លើយហ្នឹងទៅខ្ញុំស្ដាប់គ្រូបង្រៀនបាទខ្ញុំស្ដាប់គ្រូបង្រៀន I listen to the teacher I listen to the teacher I listen to the teacher បាទបានន័យថាខ្ញុំស្ដាប់គ្រូបង្រៀនបាទគាត់បង្រៀនអំពីមេរៀន1 2 3 4ឬមួយក៏តាក់ទងទៅនឹងមេរៀនផ្សេងៗអញ្ចឹងទៅណាអូខេអញ្ចឹងស្ដាប់គ្រូបង្រៀនខ្ញុំមិនចូលចិត្តសំឡេងរំខានទេបាទខ្ញុំមិនចូលចិត្តសំឡេងរំខានទេ I do not like noise I do not like noise I do not like noise បាទប្រែថាខ្ញុំមិនចូលចិត្តសំឡេងរំខានទេបាទ noise យើងប្រែថាសំឡេងរំខានយ៉ាអញ្ចឹងគឺយើងមិនចូលចិត្តសំឡេងរំខានទេឧទាហរណ៍មានអ្នកណាបង្កើតសំឡេងរំខានយើងនិយាយថា excuse me I do not like noise ចឹងសូមអធិស្ឋានខ្ញុំមិនចូលចិត្តសំឡេងរំខានទេយ៉ាជិះវាង I do not like noise ចឹងយើងនិយាយចឹងទៅគឺគេអត់ពេញចិត្តចឹងទៅយ៉ាចឹងប្រើពាក្យ excuse me ជាការសំរុំឬជាពាក្យគួរសមបាទហ្នឹងហើយអូខេខ្ញុំមានអារម្មណ៍អស់កម្លាំងណាស់ថ្ងៃនេះបាទភាសាអង់គ្លេស I feel tired today I feel tired today I feel tired today បាទប្រែថាខ្ញុំមានអារម្មណ៍អស់កម្លាំងណាស់ថ្ងៃនេះបាទអស់កម្លាំងដោយសារគេញ៉ាំគ្រប់ឬមួយក៏អស់កម្លាំងដោយសារយើងញ៉ាំមកគ្រប់គ្រាន់អញ្ចឹងទៅបាទខ្ញុំអង្គុយជាប់មាត់បង្អួចបាទខ្ញុំអង្គុយជាប់មាត់បង្អួចភាសាអង់គ្លេស I sit near the window I sit near the window I sit near the window បាទប្រែថាខ្ញុំអង្គុយជាប់មាត់បង្អួចបាទ sit near ខ្ញុំថាអង្គុយជាប់ឬក៏អង្គុយក្បែរ yeah window បង្អួច yeah ខ្ញុំចងសក់របស់ខ្ញុំបាទខ្ញុំចងសក់របស់ខ្ញុំនៅពេលសក់ធ្លាក់យើងចងឲ្យមានរបៀបរៀបរយណា I tie my hair I tie my hair I tie my hair ខ្ញុំចងសក់របស់ខ្ញុំបាទចងដើម្បីកុំឲ្យវាចូលមុខឬមួយក៏កុំឲ្យវាខ្យល់ប៉ើងទៅផើទៅធ្វើឲ្យងាយញ៉ៃសក់យើងអញ្ចឹងទៅyeah បន្តទៀតខ្ញុំលាងចានបាទបន្ទាប់ពីអាហារថ្ងៃត្រង់អញ្ចឹងបន្ទាប់ពីអាហារថ្ងៃត្រង់គឺគាត់លាងចានហើយយ៉ាភាសាអង់គ្លេស I wash the dishes after lunch I wash the dishes after lunch I wash the dishes after lunch យ៉ានោះយើងប្រែថាខ្ញុំលាងចានបន្ទាប់ពីអាហារថ្ងៃត្រង់យ៉ាអញ្ចឹងបន្ទាប់ពីអាហារថ្ងៃត្រង់យើងទម្លាប់មួយឲ្យល្អណាញ៉ាំបាយហើយលាងចានអញ្ចឹងទៅឬមួយក៏អាហារពេលល្ងាចក៏ដូចគ្នាញ៉ាំហើយលាងចានអញ្ចឹងទៅជៀសវាងទុកកូនខ្ជិលបាទសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំហើយខ្ញុំលាងកម្រដែលថាខ្ញុំទុកនោះត្រាលវល់ចាំបាច់បំផុតមិនអាចនេះលាងបានខ្ញុំទៅសិនបាទទៅនេះបានខ្ញុំមកលាងវិញអញ្ចឹងទៅបាទអញ្ចឹងយើងមកកើតទម្លាប់មួយឲ្យ
ល្អញ៉ាំហើយលាងតែម្ដងអញ្ចឹង I wash the dishes after lunch ខ្ញុំលាងចានបន្ទាប់ពីអាហារថ្ងៃត្រង់ចុះបងប្អូនវិញយ៉ាងម៉េចដែរអូខេ please comment នៅខាងក្រោមអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើមានកំហុសខុសឆ្គងសូមការអធិស្ឋានជួបគ្នានៅវីដេអូក្រោយៗទៀត